ចាអញ្ចឹងអ្នកគ្រូនៅក្នុងមេរៀនល្បឿននេះអ្នកគ្រូមានចំណោទឲ្យកូនណាចំណោទហ្នឹងនៅទំព័រទី98ណាកូនណាចាអញ្ចឹងតើចំណោទហ្នឹងគេថាម៉េចចាចំណោទហ្នឹងគេថាកប៉ាល់ចាកប៉ាល់មួយឆ្ពោះពី A ទៅទី B ដែលឃ្លាតពីគ្នាចម្ងាយ70គីឡូម៉ែត្រដោយប្រើពេល2ម៉ោង30នាទីរកល្បឿននៃកប៉ាល់នោះចាអញ្ចឹងកាលពីវីដេអូមុនគឺអ្នកគ្រូបានបង្រៀនកូនហើយណាបានបង្រៀនកូនអំពីការរកធ្វើម៉េចចាញ់រូបមន្តល្បឿនណាអញ្ចឹងអ្នកគ្រូក៏មានរូបមន្តនៅនេះឲ្យកូនដែរណាអញ្ចឹងល្បឿនស្មើនឹងចម្ងាយចរចែកឲ្យរយៈពេលអញ្ចឹងកូនសង្កេតមើលទាំងអស់គ្នាមើលតើចម្ងាយចរដឹងនៅណាអញ្ចឹងគេថាកប៉ាល់មួយឆ្ពោះពី A ទៅទី B ដែលឃ្លាតគ្នាដែលឃ្លាតពីគ្នាចម្ងាយ70គីឡូម៉ែត្រអញ្ចឹងបើកូនអត់តន់យល់អ្នកគ្រូគូសឲ្យកូនមើលណាកប៉ាល់មួយគឺចេញដំណើរណាពី A ចាទៅណាគឺទៅ B អញ្ចឹងចម្ងាយពី A ទៅ B មានចម្ងាយប៉ុន្មានគឺ70គីឡូម៉ែត្រចាដោយប្រើពេលប៉ុន្មានចាដោយប្រើពេល2ម៉ោងចា2ម៉ោង30នាទីអញ្ចឹងកូនសង្កេតមើលជាមួយអ្នកគ្រូទាំងអស់គ្នាចម្ងាយពី A ទៅ B គឺជាប្រវែងពីចម្ងាយហ្នឹងអញ្ចឹងប្រវែងហ្នឹងដែលយើងត្រូវធ្វើដំណើរហ្នឹងណាគេហៅចម្ងាយអីចាគឺគេហៅថាចម្ងាយចរមិនអញ្ចឹងអីកូនចាចុះប្រើពេលគេហៅអីគេចាប្រើពេលហ្នឹងគេហៅថារយៈពេលមិនអញ្ចឹងអីចាអញ្ចឹងកូនដឹងហើយរូបមន្តល្បឿនស្មើអីគេល្បឿនគឺស្មើនឹងចម្ងាយចរចែកឲ្យរយៈពេលមែនអត់កូនចាអញ្ចឹងចម្ងាយចរកូនដឹងហើយចុះរយៈពេលកូនដឹងហើយណាអញ្ចឹងកូនអាចរកបានអត់បានអញ្ចឹងកូនគេសួររកអីកូនរកនឹងមកចាកូនរកនឹងមកគឺរកល្បឿនចារកល្បឿននៃកប៉ាល់នោះណាចារកល្បឿននៃកប៉ាល់នោះអញ្ចឹងចម្ងាយចរកូនដឹងហើយ70គីឡូម៉ែត្រមិនអញ្ចឹងអីចា70គីឡូម៉ែត្រចាចុះរយៈពេលប៉ុន្មានរយៈពេលវាគឺ2ម៉ោងកន្លះអញ្ចឹងកូនមើល2ម៉ោងຂະຫນាតរបស់វាមានម៉ោងផងមាននាទីផងអញ្ចឹងកាលណាកូនធ្វើការចាយទៅគឺពិបាកអញ្ចឹងកូនត្រូវបដូរពី2ម៉ោងនេះណា2ម៉ោង30នាទីនេះឲ្យចេញជាម៉ោងតែមួយណាឲ្យចេញតែម៉ោងមកຂະຫນាតតែម៉ោងមួយមកបានហើយអញ្ចឹងការនិយាយរបស់កូនគេសួរម៉ោងប៉ុន្មានហើយម៉ោង2:30នាទីវិធីមួយទៀតចម្លើយមួយទៀតដែលកូនឆ្លើយជាទូទៅធម្មតាម៉ោង2កន្លះមែនទេអញ្ចឹងពាក្យថាកន្លះស្មើនឹងប៉ុន្មានស្មើនឹង1/2មែនអត់ចា1/2ស្មើនឹងប៉ុន្មាន30នេះគឺស្មើនឹងកន្លះហើយកន្លះហ្នឹងបានន័យថា1ចែកជា2គឺ1/2មែនអត់ចាហើយ1/2ហ្នឹងពេលដែលកូនចែកទៅកូនឃើញប៉ុន្មានគឺ0.5តើអត់កន្លែងហ្នឹងកូនចាអញ្ចឹង2ម៉ោងកន្លះគឺស្មើនឹង2បូកនឹង0.5ម៉ោងគឺស្មើនឹង2.5ម៉ោងតើនេះកូនចាអញ្ចឹងគឺស្មើនឹង2.5ម៉ោងកូនយកមកសរសេរមករួចកូនធ្វើប្រមាណទីទៅណាចាអញ្ចឹងកូនយក70ចែកនឹង2.5ចាអញ្ចឹងដើម្បីចែកកូនបំបត្តិចំនួនទស្សភាគទៅអញ្ចឹងកូនម៉េចភាគប៉ុន្មាននេះចាខាងក្រោយចុចមកខ្ទង់គឺភាគ10អញ្ចឹងកូនត្រូវគុណនឹង10ពេលដែលកូនគុណនឹង10តួចែកនេះគឺបាត់ចំនួនទស្សភាគចំណែកឯតំណាងចែកនេះគុណនឹង10គឺត្រូវថែម0 1ចាអញ្ចឹងកូនចាប់ដើមចែកមក
ចាអញ្ចឹងដាក់បាន2ដង2 5ដង2ចា2 5ដង10សេលេខ0ត្រាទុក1 2 ដង4 4នឹង1 5ចាដកមក0 2អញ្ចឹងកូនតម្លាក់0ទៀតណាអញ្ចឹងបាន200អញ្ចឹង200ចែកនឹង25បានប៉ុន្មានដងចាគឺបាន8 8ដង8 5ដង40កូនសេលេខ0ត្រាទុក4 8 2ដង16 16នឹង4 20ចាអញ្ចឹងកូនដកទៅឃើញ0ចាអញ្ចឹងកូនចែកទៅឃើញ28អញ្ចឹងកូនសរសេរមកគឺ28គីឡូម៉ែត្រក្នុង1ម៉ោងចាអញ្ចឹងកូនឆ្លើយប្រាប់គេមកដូចនេះចាដូចនេះកប៉ាល់នោះចាកប៉ាល់នោះចាបើកបដោយប្រើល្បឿនប៉ុន្មានកូនចាដោយប្រើល្បឿនចាដោយប្រើល្បឿន28គីឡូម៉ែត្រក្នុង1ម៉ោងចាអញ្ចឹងកូនមើលកូនយល់អត់ចំណោទហ្នឹងចាចំណោទនេះគឺអ្វីដែលកូនត្រូវចាំធម្មតាគ្រប់ចំណោទគឺយើងត្រូវចាំរូបមន្តរបស់វាមែនទេចាល្បឿនស្មើអីគេហើយមួយទៀតនោះគឺកលឹះកន្លែងនេះណា2ម៉ោង30នាទីអញ្ចឹង2ម៉ោង30នាទីតើយើងត្រូវបដូរទៅជាអ្វីចាគឺ2ម៉ោងកន្លះណាចាអញ្ចឹងយ៉ាងម៉េចដែរយល់អត់ចាសង្ឃឹមថាកូនយល់ណា